ចូលភូមិមែនហើយព្រៃនេះជារបស់រួមមែនទេមែនព្រៃនេះសម្រាប់ការពារទឹកជំនន់មិនមែនសម្រាប់រកស៊ីទេឯងកុំមកបន្លាចគេតែខ្ញុំត្រូវព្រៃនេះបាំងពន្លឺថ្ងៃរាល់ឆ្នាំឯងធ្លាប់សងខ្ញុំទេកូនខ្ញុំឆ្នាំមុនប្រឡងធ្លាក់ម៉ែខ្ញុំថាព្រៃនឹងបាំងហុងស៊ុយការទឹកជំនន់មកដល់មាត់ភូមិអ្នកណាជាអ្នកលីបោកខ្សាច់ទប់ទឹកអ្នកណាជាអ្នកដាំព្រៃនេះពូលីនពូគុំរំលឹកពីរឿងអតីតកាលអីឥឡូវនេះនិយាយតាមច្បាប់មែនមានច្បាប់អនុញ្ញាតយកមកបើគ្មានទេកុំឈរនៅទីនេះត្រូវហើយត្រឹមត្រូវណាស់ច្បាប់អនុញ្ញាតខ្ញុំនឹងរកតែយប់នេះអ្នកណាហ៊ានកាប់ខ្ញុំសុំនិយាយឲ្យច្បាស់សិននិយាយច្បាស់ពីអីបើកាប់ទីនេះមាត់ច្រកទឹកទន្លេចាស់នឹងលេចចេញមកបើមានភ្លៀងធ្លាក់ខ្លាំងមែនទឹកនឹងចូលផ្ទាល់តែម្ដងហាលឺទេវាចាប់ផ្ដើមចង់ពៀអ្នកភូមិទៀតហើយ20ឆ្នាំជាងហើយគ្មានទឹកជំនន់សោះគ្រាន់តែកាប់ដើមឈើផ្ទះឯងសោះឯងគឺស្ដាយដីនឹងឯងបងចៅបើយប់នេះសម្រេចបានព្រឹកស្អែកខ្ញុំហៅម៉ាស៊ីនមកលួយគិតតាមដើមមិនឲ្យយឺតយ៉ាវទេយប់នេះសម្រេចហើយខ្ញុំសូមរំលឹកមួយម៉ាត់ឥឡូវនេះរាល់ពាក្យសម្ដីខ្ញុំថតទុកទាំងអស់ថ្ងៃក្រោយកុំថាគ្មានអ្នករំលឹកឲ្យសោះថតទៅថតតាមសប្បាយពួកយើងធ្វើតាមច្បាប់ចែកទ្រព្យសម្បត្តិរួមបានលោកនិយាយអីដើមឈើអាចកាប់បានសៀវឈឹងពុកខ្ញុំខត់មនុស្សកំពុងធ្វើពុតជាដេកលក់មិនបានទេនេះជាកិច្ចព្រមព្រៀងលើកលែងការទទួលខុសត្រូវអីអ្នកណាព្រមកាប់ព្រៃគឺស៊ីញេផ្តិតមេដៃថ្ងៃក្រោយមានទឹកជំនន់បាក់ដីទឹកហូរត្រឡប់ខូចខាតដំណាំគឺទទួលខុសត្រូវខ្លួនឯងកុំមករកគ្រូសាលីនអញពិតជាគិតថាខ្លួនឯងជាទេវតាមែនបានស៊ីញេក៏ស៊ីញេខ្ញុំចង់មើលណាស់ថាបើព្រៃនេះកាប់ហើយមេឃអាចធ្លាក់មកទេកុំប្រញាប់រាល់ការស៊ីញេរបស់អ្នកទាំងអស់គ្នាខ្ញុំនឹងថតទុកខ្ញុំស៊ីញេមុនគេបើទឹកជំនន់មកមែនខ្ញុំចៅម៉ានឆាងលុតជង្គង់ហែងថាតាចាំពាក្យសម្ដីឯងនេះឲ្យច្បាស់មើលឲ្យច្បាស់ខ្ញុំចៅម៉ានឆាងស៊ីញេហើយម៉ានឆាងស៊ីញេអស់ហើយខ្ញុំក៏ស៊ីញេដែរចៅម៉ានឆាងសុនអើគុយស្ម័គ្រចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាប់ព្រៃការពារទឹកជំនន់ទទួលខុសត្រូវខ្លួនឯងចឹងហឺឯងថតឲ្យច្បាស់បន្តិចទៅក្រែងលោថ្ងៃក្រោយគេថាខ្ញុំបង្ខំគេបងចៅគ្រប់ចំនួនហើយព្រឹកស្អែកម៉ាស៊ីនចូលម៉ាស៊ីនមិនអាចចូលពីចំហៀងភ្នំខាងជើងទេឯងចង់លេងល្បិចអីទៀតហើយខាងក្រោមចំហៀងភ្នំខាងជើងគឺជាប្រឡាយបង្ហូរទឹកឡានធ្ងន់កិនប្រឡាយនឹងបាក់វាចាប់ដើមទៀតហើយលេខចាស់ប្រឡាយចាស់ថ្ងៃសង្គ្រោះនេះសង្គ្រោះនោះគេគ្រាន់តែចង់ពន្យាពេលទេលីសើឈឹងឯងបានយល់ព្រមហើយបើនៅរារាំងទៀតគឺប្រឆាំងនឹងអ្នកភូមិទាំងមូលខ្ញុំថាអាចកាប់បានតែខ្ញុំមិនបានថាពួកឯងអាចធ្វើផ្ដេសផ្ដាស់បានទេកុំនិយាយច្រើនថ្ងៃស្អែកពេលព្រះអាទិត្យរះដើមទី1ដែលត្រូវកាប់គឺដើមនៅមុខផ្ទះឯងនឹងពុកពិតជាឲ្យពួកគេកាប់មែនហ៎ពួកគេមិនមែនចង់បានដើមឈើទេគឺចង់បានមេរៀនមួយមេរៀនមកដល់ហើយអ្នករងទុក្ខគឺអ្នកភូមិទាំងមូលមើលឲ្យច្បាស់ទាំងអស់គ្នាថ្ងៃនេះកាប់គឺលីសើឈឹងដែលរារាំងផ្លូវរកស៊ីអ្នកភូមិ20ឆ្នាំជាងហើយកាប់ចាប់ផ្ដើមបង្កើតកម្មហើយកម្មបិទទី1ថ្ងៃនេះគឺជាជំរើសរបស់អ្នកទាំងអស់គ្នាកុំធ្វើពុតទៀតអីកាប់យេល្អឈប់នេះជាថ្មការពារទឹកព្រៃនេះគឺដាំតាមខ្សែបន្ទាត់នេះឯងថ្មបាក់បែកមួយដុំសោះក៏ចង់រារាំងអ្នកភូមិទាំងមូលមិនឲ្យមានបានដែរចៅម៉ានឆាងលោកប្រកាសជានៅតែបន្តកាប់ទៀតមើលឲ្យច្បាស់ខ្ញុំចៅម៉ានឆាងថ្ងៃនេះសូមនិយាយទុកនៅទីនេះព្រៃនេះរារាំងផ្លូវរកស៊ីមិនមែនទឹកជំនន់ទេមិនអាចដកទាំងនោះទេទំនប់នឹងបាក់ស្រុតទឹកផងទំនប់ផងក្រៅពីបន្លាចគេគ្រូសាអញចេះអីទៀតបងធំម៉ាស៊ីនកំពុងចាំណាពន្យាពេលមួយថ្ងៃគឺអស់លុយមួយថ្ងៃហើយកាប់ឲ្យអស់ក្នុងពេលតែមួយពាក្យល្អពិបាកទូនមានខ្មោចដែលដល់ពេលត្រូវស្លាប់ជញ្ជាំងការពីជីវិតនេះបាត់បង់ហើយពូលីនកុំនិយាយគួរឲ្យខ្លាចពេកអីដើមឈើជារបស់អ្នកទាំងអស់គ្នាលុយក៏ជារបស់អ្នកទាំងអស់គ្នាដែរការទឹកជំនន់មកដល់មាត់ភូមិគឺព្រៃនេះហើយដែលទប់ជាប់មានច្បាប់អនុញ្ញាតទេគ្មានច្បាប់ទេគឺជាផ្លូវស្លាប់របស់គ្រូសាលីនអញហើយថ្ងៃនេះអ្នកណាកាប់អ្នកណានឹងចងចាំហាចាំស្អីចាំចែកលុយដូចជារួចរាល់ហើយមែនទេអ្នកទាំងអស់គ្នាចែកលុយ
លោកតាខ្ញុំការពារមិនបានទេយកលុយហើយឆាប់ចេញទៅដេញនេះទេអស់ហើយដេញល្អយ៉ាងនេះដាំឈើធ្វើអីចាប់ពីថ្ងៃស្អែកទៅទីនេះដាំលឹកលោកឯងចង់ដាំលឹកនៅមាត់ច្រកទឹកត្រឡប់មែនទេមិនបានទេអីអ្នកដែលលិចមុនគេគឺលោកឯងនឹងដេញនេះខ្ញុំសាកល្បងដាំលឹកសិនលុះបាន2 3ខែក្រោយអ្នកទាំងអស់គ្នានឹងមានបានតាមខ្ញុំហើយបងម៉ាន់ឆាងដេញនេះពិតជារបស់បងដាំមែនហ៎ខ្ញុំជាអ្នកនាំមុខកាប់ព្រៃខ្ញុំទទួលហានិភ័យមុនអ្នកណាមានមតិអីចៅម៉ាន់ឆាងលោកឯងមិនបានថានេះជាដីរួមទេខ្ញុំគឺតំណាងឲ្យអ្នកទាំងអស់គ្នាសាកល្បងដាំពេលចែកលុយនិយាយថារួមពេលដណ្ដើមដីនិយាយថាសាកល្បងដាំលោកឯងពិតជាចេះគិតលេខមែនដីនេះគ្រូសាលីនឯងកាន់កាប់20ឆ្នាំជាងហើយខ្ញុំគ្រាន់តែខ្ចីប្រើ2 3ខែតាមមានអីខុសឃើញទេនេះមិនមែនជាដីល្អទេនេះជាមាត់ច្រកទឹកត្រឡប់នៃទន្លេចាស់ដើមឈើគ្មានរសគ្មានឲ្យតែភ្លៀងធ្លាក់ខ្លាំងទឹកនឹងហូរចូលភូមិតាមនេះហើយកុំបន្លាចគេ20ឆ្នាំជាងហើយគ្មានទឹកចំនួនទេមិនមែនគ្មានទឹកចំនួនទេគឺព្រៃនេះជាអ្នកការពារអ្នកទាំងអស់គ្នា20ឆ្នាំជាងមកនេះត្រង់នេះខ្ញុំក៏ថតទុកដែរលីសើឆឹងបានរំលឹកលោកឯងហើយថតទៅចាំរលឹកទុំខ្ញុំឲ្យពួកឯងថតខ្ញុំមានបានចាប់ពីថ្ងៃនេះទៅនេះមិនមែនព្រៃការពារទឹកចំនួនទេនេះជាដីមាសសម្រាប់អ្នកភូមិទាំងមូលរកស៊ីមានបានលីសើឆឹងចាំរលឹកទុំខ្ញុំនឹងអញ្ជើញឯងហូបម៉ាត់ដំបងគេខ្ញុំខ្លាចលោកឯងរងចាំមិនដល់ថ្ងៃនោះទេហា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 អញ្ចឹងឯងក៏បើកភ្នែកមើលទៅយ៉ាងច្រើន3ថ្ងៃទៀតទឹកនឹងត្រឡប់មកវិញពុកមិនទៅខាត់ពួកគេទៀតទេខាត់រួចហើយស៊ីញ៉ៃក៏ស៊ីញ៉ៃរួចហើយកាប់ក៏កាប់រួចហើយអញ្ចឹងឥឡូវពុកធ្វើបែបនេះគឺការពារតែផ្ទះខ្លួនឯងហ៎ការពារផ្ទះខ្លួនឯងមុនចាំជួយអ្នកដែលអាចស្ដាប់យល់ពុកពិតជាគិតថាទឹកនឹងមកមែនហ៎មិនមែនគិតទេគឺច្បាស់ជាមករដូវភ្លៀងមកដល់មុនហើយផ្ទះណាមានមនុស្សចាស់និងក្មេងយប់នេះរើទៅនៅកន្លែងខ្ពស់មុខផ្ទះខ្ញុំដាក់បោកសាច់2បោកឲ្យសើចឹងឲ្យឯងនៅរវល់អីទៀតឥឡូវម៉ានឆាងលក់ដាច់អស់ហើយឯងមកនៅទីនេះជញ្ជូនធ្វើអីហាហាហាសើចឹងពិតជាធ្ងន់ធ្ងរដល់ថ្នាក់នឹងមែនពូធំអីវ៉ាន់តិចតួចយកមនុស្សឡើងកន្លែងខ្ពស់សិនទៅយប់នេះកុំដេកជាន់ផ្ទាល់ដី3ថ្ងៃក្រោយបងឆាងបើបងមកដល់ខ្ញុំគឺជាអ្នកដែលពូកែក្លួយបំផុតក្នុងភូមិហើយហាហាហាបងម៉ានឆាងឥឡូវនេះពិតជាផ្អែមមែនកាលនោះតាឯងក៏រៀបគ្នាម្ដងមួយដុំបែបនេះដែរលើកនេះខ្ញុំត្រូវតែលឿនជាងទឹកធ្លាក់ចុះធ្លាក់ហើយឥឡូវកាន់តែផ្អែមសិលឆឹងស្រូវឯងនេះមិនទាន់ទុំស្រួលបួលផងច្រូតហើយខាត់ស្លាប់ហើយគេមិនឆាងដាំរលឹកមានបានឯងវិញខ្លួនឯងខាត់លុយមុនគេឥឡូវប្រមូលផលទិនផលនឹងថយចុះច្រើនមែនទេថយចុះ3ភាគវាប្រសើរជាងលេខក្នុងទឹកទាំងអស់ស្អីគេលេខក្នុងទឹកទាំងអស់អញបន្លាចគេរាល់ថ្ងៃចេះធុញទេផ្ទះឯងនៅទីទាបជាងគេយប់នេះជញ្ជូនស្បៀងឡើងទៅកន្លែងខ្ពស់ក្រោយផ្ទះទៅមិនបាច់ឲ្យផ្ទះខ្ញុំខ្វល់ទេចម្រុកពេញទឹកអាចលេខដល់ចង្ក្រានបានឬមើលមេឃទៅពុកទាបពេកហើយភ្លៀងនឹងមកដល់មុនហើយ1 ឡាន 2 ឡានមានបានទាំងគ្រួសារឃើញទេប្រៃការពារទឹកចំនួនស្អីគេនេះគេហៅថាដីមាសលីសើឆឹងមកសុំទោសខ្ញុំមកហាហាមានរឿងអីមិនក៏អញ្ចឹងបងម៉ានឆាងទំនប់ខាងបងនោះរីសូហើយដូចជាមានប្រេះហើយនិយាយផ្ដេសផ្ដាសទំនប់ល្អតាមិននឹងអាចប្រេះបានទឹកមកហើយទឹកហូរចូលរណ្ដាហើយឥឡូវខ្ញុំរត់លឿនទឹកចូលភូមិហើយ